សាររមាស់នៅតំបន់សម្ងាត់របស់មនុស្សស្រីឬក៏បុរសអាចបង្កើនមកពីកត្តាមួយចំនួននេះអញ្ចឹងកត្តាទី1ដែលធ្វើឲ្យមនុស្សស្រីឬក៏មនុស្សប្រុសមានអាការៈរមាស់នៅតំបន់សម្ងាត់និងតំបន់ប្រដាប់ភេទរបស់បងប្អូនណាកត្តាទី1បណ្ដាលមកពីការកើតនៅពពួកមេរោគផ្សិតនៅនឹងតំបន់សម្ងាត់របស់យើងនឹងអញ្ចឹងការកើតនៅពពួកមេរោគផ្សិតបងប្អូនមិនមែនមានតែចំពោះមនុស្សស្រីទេណាគឺចំពោះមនុស្សប្រុសក៏កើតមានដូចគ្នាដែរដែលពាក់ព័ន្ធជាមួយនឹងកត្តាអនាម័យការបង្ករោគអីជាដើមហើយចំពោះទី2វិញការរមាស់ដែលបូកផ្សំជាមួយនឹងការដោះកទួលដុំសាច់ទៅនឹងតំបន់សម្ងាត់របស់យើងទាំងមនុស្សស្រីទាំងមនុស្សប្រុសហ្នឹងអាចជាកត្តាបង្កឡើងដោយប្រភេទជំងឺសៀកមាន់ដែលជាបញ្ហាកាមរោគណាបញ្ហាកាមរោគដែលបងប្អូនអាចឆ្លងតាមរយៈការរួមភេទជាកត្តាចម្បងដែលកើតមានបញ្ហាកាមរោគនេះហើយមួយវិញទៀតកើតឡើងដោយសារប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងចុះខ្សោយដែលបងប្អូនមិនមានការដោះស្រាយនៅពេលដែលបងប្អូនកើតមានបញ្ហារោគស្ត្រីរោគបុរសមួយចំនួនដែលគិតថាវាធម្មតាទុកពជាពេលវាកាន់តែធ្ងន់ទៅនឹងអាចមានការវិវត្តអីមួយចំនួនដែលសំខាន់ហ្នឹងបញ្ហាការមករោគសៀកមាន់នេះគឺឆ្លងតាមការរំភេទនឹងឯងអញ្ចឹងបើសិនជាមានរមាស់ពុកផ្សំជាមួយនឹងដោះដុំសាច់ដុំកទួលដុំពពកឬក៏ដោយផ្កាខាត់ណាបងប្អូនបញ្ញាប់ដោះស្រាយឲ្យលឿនបំផុតណានេះគឺជារោគសញ្ញានៃបញ្ហាសៀកមាន់សម្រាប់ទី3គឺបានមកពីបងប្អូនឆ្លងនៅពពួកបាក់តេរីមិនល្អទៅនឹងតំបន់ទ្វីមាចំពោះមនុស្សស្រីនិងមនុស្សប្រុសដូចគ្នាដែរដែលឆ្លងប្រភេទមេរោគឬក៏ពពួកបាក់តេរីតាមរយៈជាពិសេសកត្តាអនាម័យឲ្យបានត្រឹមត្រូវមិនលាងសម្អាតក្រោយពេលដែលគេនៅជាមួយនឹងដៃគូមិនឧស្សាហ៍ផ្លាស់ប្ដូរខោក្នុងឬក៏បោកសម្អាតខោក្នុងឲ្យបានស្អាតនិងបងប្អូនស្ត្រីមិនឧស្សាហ៍ក្នុងការផ្លាស់ប្ដូរសម្ដីអនាម័យនៅពេលបងប្អូនមករដូវហើយនៅមានកត្តាជាច្រើនទៀតដែលបណ្ដាលឲ្យបងប្អូនមានការរមាស់ទៅនឹងតំបន់ទ្វីមាឬក៏តំបន់ប្រដាប់ភេទរបស់បងប្អូននឹងឯងដូចជាប្រភេទកាមរោគប្រភេទប្រមេះណាឬក៏ការធ្លាក់សរ៉ាំងរ៉ៃយូរខែយូរឆ្នាំចំពោះបងប្អូនដូច្នេះបើសិនជាករណីមានជារោគសញ្ញាឬក៏អាការៈរមាស់អត់បាត់រមាស់ខ្លាំងបងប្អូនកុំប្រើកញ្ចក់ដៃយកទៅអេសរហូតដល់មានការដាច់ជាឈាមឬក៏មានការបង្កមេរោគកាន់តែធ្ងន់ជាងមុនបងប្អូនត្រូវទៅរកអ្នកពិភាក្សាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលាកុំឲ្យបញ្ហាមានការវិវត្តធ្ងន់ទៅវានឹងធ្វើឲ្យបងប្អូនប្រឈមមួយការដោះស្រាយអត់បានផលឬក៏បងប្អូនពិបាកក្នុងការរស់នៅអីជាដើមពិបាកក្នុងការធ្វើការងារពិបាកក្នុងការទៅណាទៅណីដោយសារតែកត្តារមាស់នៅតំបន់ពិសេសរបស់យើងនឹងឯងបើសិនជាករណីមានបញ្ហាទាំងអស់នេះចង់ដឹងថាគួរតែធ្វើបែបណាឲ្យវាបាត់មានប្រសិទ្ធភាពល្អជួយការពារបងប្អូនបានបងប្អូនតាក់ទងមក Telegram របស់ខ្ញុំលេខខាងលើហ្នឹងឬក៏ឆាតចូល page របស់ខ្ញុំបាន